សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីរបៀបឆុងតែផ្លែឈើរសជាតិផាសសិនសម្រាប់កាយលេខ22ដូច្នេះដែរគ្រឿងផ្សំរបស់យើងមានដូចជាផ្លែផាសសិនស្រស់ជាមួយនឹងទឹកផាសសិនដែលជាប្រភេទទឹកផាសសិនរបស់ក្រុមហ៊ុនឡាលីតានេះបងប្អូនគឺថាស្តុកថ្មីនេះគេអាប់ដេតរសជាតិវិញជូរជាងមុនណាចឹងហើយរសជាតិឆ្ងាញ់ជាងមុនហើយលោកដាច់ជាងមុនទៀតបងប្អូនហើយនេះដែរគឺជាប្រភេទតែផ្លែឈើដែលមានច្រើនរសជាតិមានដូចជាតែប៉េះជាមួយនឹងតែស្ទ្រូប៊េរីហើយអាពណ៌លឿងនេះវិញគឺតែផាសសិនហើយអាត្រួយចេកនេះគឺតែប៉ោមគឺរសជាតិរបស់គេខុសៗគ្នាចំពោះផាសសិននេះវិញក៏បើកប្រអប់មកគឺថាឈ្ងុយក្លិនផាសសិនបងប្អូនបើប៉ោមឈ្ងុយក្លិនប៉ោមអញ្ចឹងណាមានច្រើនរសជាតិតែថ្ងៃនេះជ្រើសរើសយករសជាតិផាសសិនមកឆុងឥឡូវនេះយើងក៏យកតែរបស់យើងចំនួន2កញ្ចប់មកតែផាសសិនហ្នឹងដោយយើងឆុងពីរកែវផ្សេងគ្នាយើងក៏យកកែវស្អាតចំនួន2មករួចហើយយើងក៏ចាប់ផ្ដើមមកហែកតែរបស់យើងហ្នឹងដាក់ចូលទៅក្នុងកែវរបស់យើងមកយើងដាក់អញ្ចឹងមកបងប្អូនដើម្បីឆុងវាតែនេះដែរគឺថាមកកញ្ចប់តូចហ្នឹងយើងឆុងមួយកែវអញ្ចឹងគឺថាមកល្មមឥឡូវនេះយើងក៏វល់ទឹកក្តៅដាំពុះចំនួន200មីលីលីត្រចាក់ចូលទៅក្នុងកែវនីមួយៗដូចគ្នាចំពោះតែមកកញ្ចប់តូចនេះដែរយើងអាចដាក់ទឹកបានពី200មីលីលីត្រទៅ300បងប្អូនតែដាក់ត្រឹមតែ200បានដើម្បីវាឈ្ងុយតែដិតហើយយើងក៏ទុកវាចោលរយៈពេល4-5នាទីទៅដើម្បីវាចេញជាតិអស់ខណៈពេលដែលយើងរងចាំឥឡូវនេះយើងក៏មកឈៀលក្រាប់ផាសសិនទាំងអស់គ្នាដោយយើងយកកត្រងហើយនឹងកូនចានអញ្ចឹងមកសម្រាប់ការលេខ22គឺយើងត្រូវការទឹកផាសសិនចំនួន30មីលីលីត្រទឹកផាសសិនដែលយើងចម្រាញ់ចេញពីផ្លែផាសសិនស្រស់នេះណាដូច្នេះហើយយើងក៏ចាប់ផ្ដើមជ្រុំផាសសិនរបស់យើងយកតែទឹកវាទេបងប្អូនហើយយើងក៏មកវាល់ទឹកហ្នឹងធ្វើម៉េចឲ្យគ្រប់ចំនួន30មីលីលីត្រមកបានហើយបងប្អូនសម្រាប់មួយកែវលេខ22ហើយបើសិនជាយើងចង់ដាក់គ្រាប់ផាសសិនយើងក៏អាចដាក់បន្ថែមគ្រាប់ផាសសិនបន្តិចចូលទៅបងប្អូនកុំដាក់ទាំងអស់ពេលបឺតទៅវាស្កិកស្កាក់ច្រើនពេកណាតែបើអត់ចង់ដាក់ក៏អត់អីដែរឥឡូវនេះតែរបស់យើងក៏បានចេញជាតិអស់ហើយយើងក៏ចាប់ផ្ដើមស្រង់កាក់តែរបស់យើងហ្នឹងចេញមកបងប្អូនសម្រាប់កែវទី1វិញគឺយើងប្រើទឹកតែចំនួន150មីលីលីត្រទឹកតែផាសសិនហ្នឹងឬហើយចាក់ជាមួយនឹងទឹកផាសសិនស្រស់របស់យើងមុននឹងចូលឬហើយយើងបន្ថែមជាមួយនឹងទឹកស្ករចំនួន40មីលីលីត្រទៀតជាតិផ្អែមអាចបន្ថែមបន្ថយបានកូរចូលគ្នាឲ្យសព្វកន្លែងនេះដែរគឺយើងត្រូវដាក់ក្នុងរ៉ាប់ក្លុកបងប្អូនអារ៉ាប់ក្លុកដៃអ៊ីណុកក៏បានចូលក៏បានប៉ុន្តែដោយសារអត់មានដូច្នេះកូរឡាព្រាចឹងម្ដៅទៅបងប្អូនកែវទី2ដូចគ្នាដែរប្រើទឹកផាសសិនទឹកតែផាសសិនរបស់យើងចំនួន150ឬហើយយើងប្រើជាមួយនឹងទឹកផាសសិនដបម៉ឺនុយទី2នេះដែរគឺយើងប្រើផាសសិនដបសម្រាប់បងប្អូនដាក់មានផ្លែផាសសិនស្រស់ណាចាក់ទឹកផាសសិនដប30មីលីលីត្រចូលកូរចូលគ្នាឲ្យសព្វទឹកស្ករយើងបន្ថែមតែ10មីលីលីត្រមកបានហើយបងប្អូនដោយសារតែទឹកផាសសិន10របស់យើងមានជាតិផ្អែមហើយអញ្ចឹងទឹកស្ករដាក់តែបន្តិចមកបានហើយបងប្អូនឥឡូវនេះយើងក៏កូរចូលគ្នាសព្វមកទឹកផាសសិន10មានជាតិផ្អែមស្រាច់ទេបងប្អូនតែផ្លែផាសសិនយើងអត់មានជាតិផ្អែមទេវាជាតិជូរខ្លាំងជាងអញ្ចឹងហើយយើងត្រូវប្រើទឹកស្ករបន្ទាប់ពីយើងកូរចូលគ្នាសព្វហើយចាក់ល្បាយកែវទី1ចូលទៅក្នុងកែវទី1អញ្ចឹងមកចាក់ល្បាយកែវទី2ចូលទៅក្នុងកែវទី2អញ្ចឹងមកជាចុងក្រោយចំពោះទឹកផាសសិននេះដែរគឺយើងអាចបន្ថែមជាមួយនឹងគ្រីមក៏បានដែរនេះគឺជាគ្រីមដែលបានវាយវីដេអូមុនណាយើងដាក់ចូលទៅក្នុងកែវទី2អញ្ចឹងមកចង់ដាក់គ្រីមក៏បានអត់ដាក់គ្រីមក៏បានគឺថាតែផ្លែឈើជាតិផាសិននេះវាពិសេសត្រង់ថាយើងបន្ថែមផ្លែផាសិនហើយដោយហើយយើងប្រើទឹកតែរសជាតិផាសិនទៀតអញ្ចឹងធ្វើឲ្យទឹកតែរបស់យើងហ្នឹងគឺកាន់តែឈ្ងុយក្រអូបពេញមាត់ពេលដែលយើងញ៉ាំទៅគឺឈ្ងុយក្លិនផាសិនដិតជាងយើងអត់ដាក់តែផាសិនហ្នឹងណាបងប្អូនឥឡូវនេះតែផាសិនសម្រាប់កែវលេខ22របស់យើងក៏បានរួចរាល់ណាបងប្អូនសិនបងប្អូនមានចំណាប់អារម្មណ៍ចង់បានគ្រឿងផ្សំកាហ្វេគ្រឿងផ្សំតែគុជឬក៏ម្សៅគ្រីមអីហ្នឹងអាចតាក់ទងបានខាងเพจនេះណាអរគុណអ្នកទាំងអស់គ្នា